32 ឆ្នាំខ្ញុំនៅតែសួរខ្លួនឯងថាផ្លូវដែលដើរមកត្រឹមត្រូវឬអត់សូវមិនខ្លាំងនៅឆ្ងាយមិនទាន់ឈានដល់ខ្លះក៏បាត់បង់ក្នុងចំណោមពេលលាមានយប់ខ្លាំងទឹកភ្នែកមិនឈប់មានថ្ងៃខ្លះចិត្តស្ទើបងនេះគឺដំណើរវ័យ32ឆ្នាំពោពេញទាំងទឹកភ្នែកនិងកម្លាំងពីការបរាជ័យខ្ញុំរៀនឈរឡើងវិញពីការឈឺចាប់ខ្ញុំរៀនរឹងមាំទោះមានពេលខ្សោយក៏ដោយខ្ញុំនឹងមិនឈប់ដើរទៅមុខមានពេលខ្ញុំស្ទើរតែបាត់ផ្លូវក្នុងភាពងងឹតដែលគ្មានពន្លឺតែចុងផ្លូវនៅតែមានសង្ឃឹមហើយឲ្យផ្លូវនៅតែមានសង្ឃឹមហើយឲ្យខ្ញុំឈរឡើងម្ដងទៀតពេលរួចខ្ញុំរៀនពីវាហើយក្លាយជាមនុស្សថ្មីមួយនេះគឺដំណើរវ័យ32ឆ្នាំមិនល្អឥតខ្ចោះតែមានតម្លៃរាល់ស្នាមរបូជាមេរៀននាំខ្ញុំទៅរកថ្ងៃល្អជាងមុនទោះភ្លៀងធ្លាក់ក៏មានថ្ងៃរេខ្ញុំនឹងដើរឆ្វល់ឆ្ពោះទៅពន្លឺប្រហែលជាជីវិតមិនដូចសុបិនតែវាមិនមានន័យថាបញ្ចប់ទេក្នុងភាពងងឹតខ្ញុំរកឃើញខ្លួនឯងហើយបង្កើតកម្លាំងពីខាងក្នុងដំណើរវ័យ32ឆ្នាំជាផ្លូវដែលខ្ញុំមិនសោកស្ដាយទោះបីធ្លាក់ចុះប៉ុន្មានដងខ្ញុំនឹងឈរឡើងវិញជានិច្ចថ្ងៃស្អែកខ្ញុំនឹងខ្លាំងជានិច្ចថ្ងៃស្អែកខ្ញុំនឹងខ្លាំងជាងមុនជាមួយបេះដូង